គោលការណ៍សំខាន់សម្រាប់គ្រួសារក៏ដូចជាអាជីវកម្មមាន3ទី1គឺមុនីសម្បទាទី2គឺភោគសម្បទាហើយទី3សាមគ្គីសម្បទាទី1គឺមុនីសម្បទានេះគឺមានន័យថាយើងខំរកចំណេះជំនាញឲ្យមានបញ្ញាគ្រប់គ្រាន់សម្រាប់ដោះស្រាយរាល់បញ្ហានៅក្នុងគ្រួសារនៅក្នុងអាជីវកម្មផងដែរហើយទី2គឺភោគសម្បទាគឺដោយសារតែមានបញ្ញានឹងហើយយើងអាចទៅរកទ្រព្យសម្បត្តិគឺថារកភោគទ្រព្យបានហើយជាពិសេសរកទ្រព្យដែលអាចចាយបានទៅតាមតម្រូវការដូចជាមានលុយមានមាសមានប្រាក់មានផ្ទះសម្បែងមានដីធ្លីមានអីអញ្ចឹងទៅអានឹងទាំងគ្រួសារទាំងអាជីវកម្មគឺសុទ្ធតែត្រូវការទាំងអស់ហៅថាភោគសម្បទាហើយទី3បើយើងមានតែមុនីសម្បទាមានបញ្ញាមានភោគសម្បទាមានលុយមានកាក់ហើយបើខ្វះទី3ហ្នឹងខ្វះអត់បានទេគឺទី3នេះសំខាន់ណាស់ហៅថាសាមគ្គីសម្បទាមានន័យថាត្រូវចេះសាមគ្គីគ្នាត្រូវចេះស្រឡាញ់គ្នាត្រូវចេះអត់ឱនណាធ្វើការរួមគ្នាក្នុងគោលដៅតែមួយពេលខ្លះហៅថា team work ក្នុងគោលដៅតែមួយដូចលេងបាល់ទាត់អញ្ចឹងគឺថាប្រឹងឲ្យចំគោលដៅទាំងអស់គ្នាទាំងគោលដៅគ្រួសារទាំងគោលដៅអាជីវកម្មហ្នឹងហៅថាសាមគ្គីសម្បទាហើយសម្បទាទាំង3នេះគឺសំខាន់ណាស់សម្រាប់គ្រួសារសម្រាប់អាជីវកម្មតើតើមានសម្បទាទាំង3ហ្នឹងគឺមានមុនីសម្បទាគឺមានបញ្ញាមានភោគសម្បទាមានទ្រព្យសម្បត្តិហើយមានសាមគ្គីសម្បទាគឺស្រឡាញ់រាប់អានគ្នាមិនប្រកាន់ហើយធ្វើការប្រឹងប្រែងទាំងអស់គ្នាក្នុងគោលដៅតែមួយ